ធ្លាប់អត់អ្នកទាំងអស់គ្នាឃ្លានបុកលហុងទេប៉ុន្តែនាំគ្នាតម្រង់ទៅរកក្តាមស្រែតែម្ដងណាព្រោះថាក្តាមស្រែរបស់គាត់ចេញមកគឺឆ្ងាញ់តែម្ដងអ្វីដែលសំខាន់ការធ្វើមានអនាម័យហើយខ្លាញ់មកគេពេញបុកតែម្ដងហើយបើថាបានរបស់ហល់បែបនេះពុកម៉ែបងប្អូនអើយ Two Sister គឺមិនភ្លេចទេជាមួយនឹង Freshie ដាក់ទៅតែចាក់ចិត្តហ្មងចឹងនេះគឺជាទីតាំងរបស់គាត់មានឈ្មោះថាបុកក្តាមស្រែពុកម៉ែបងប្អូនគឺបុកក្តាមស្រែនេះគាត់មានសាខាមួយនៅក្រោយវណ្ណដាប៉ុន្តែសាខាដែល Two Star ទៅនេះគឺនៅម្ដុំផ្សារឈូកមាសគឺនៅទល់មុខផ្សារលក្ខីផ្ទាល់តែម្ដងហើយបើនិយាយពីអ្នកលក់វិញគឺថារុះរេរាក់តែមែនតែនមិនត្រឹមតែមានថ្វីដៃបុកឆ្ងាញ់ទេពុកម៉ែបងប្អូនគឺថាគាត់រុះរេមែនតែនហើយបើងាកមកក្តាមស្រែវិញពុកម៉ែបងប្អូនមើលទៅគឺដឹងហើយលក្ខណៈថាអាខ្លាញ់របស់វាហ្នឹងគឺលឿងឡើងពេញតែម្ដងណាអញ្ចឹងនៅពេលដែលក្តាមល្អបែបនេះហើយ Two Sister គឺមិនគួររំលងទេគឺឲ្យគាត់លក្ខណៈថាបុកក៏ដូចជាភ្លាមួយចាននេះនិយាយទៅគឺមកទីនេះណាក្រៅពីបុកលហុងគឺគ្រប់គ្នាតម្រង់មករកក្តាមស្រែនឹងតែម្ដងណាព្រោះថាគាត់បដោតទៅលើក្តាមស្រែដែលមានគុណភាពហើយអ្វីដែលសំខាន់គឺគាត់ធ្វើមានអនាម័យមែនទែនហើយក្រៅពីនោះក៏មានជាប្រភេទបុកតាពាំងព្រិចទៀតហើយបើ Two Sister វិញមកភ្លាមណាអំឡុងពេលដែលឆែកមីនុយមើលហ្នឹងគឺយើងមានអារម្មណ៍ថាស្អកកដែរណាអញ្ចឹងចាប់ផ្ដើមគោះ Freshie ម្នាក់មួយកំប៉ុងដើម្បីញ៉ាំណាមុននឹងអាហារមកដល់ហើយសម្រាប់អាហារនៅទីនេះពុកម៉ែបងប្អូនគឺថាហិលមែនតើណានិយាយទៅមកញ៉ាំភ្លាក្តាមក៏ដូចជាបុកលហុងបុកក្តាមស្រែនៅទីនេះបើថាអត់ដាក់ម្ទេសទេដូចវាមិនសមណាហើយបើថាបុកតាពាំងព្រិចមួយចាននេះគឺមានទាំងជើងមាន់សាល់មុនក៏ដូចជាលក្ខណៈថាប៉ាតេទៀតហើយនៅពេលដែលយើងញ៉ាំហិលបែបនេះមកគឺអូយអ្នកទាំងអស់គ្នាគឺអត់អាចសម័យចាញ់ទេហើយសម្រាប់ Two Sister វិញក៏មិនភ្លេចហៅនៅបុកលហុងរបស់គាត់ដែរដែលវាពិសេសមែនតើណាមានទាំងក្តាមក៏ដូចជាប៉ាតេនៅទីនេះណាហើយសម្រាប់សាច់លហុងនេះ Two Sister ចូលចិត្តញ៉ាំមែនតើគឺចូលចិត្តញ៉ាំអារបៀបឈូសអញ្ចឹងណាអ្នកទាំងអស់គ្នាហើយពុកម៉ែបងប្អូនណាខ្លះដែលជាមួយនៅកន្លែងគាត់កុំភ្លេច comment ពីរសជាតិប្រាប់ Two Sister ផងហើយសម្រាប់ក្តាមគេវិញគឺថាខ្លាញ់ឡើងណែនតែម្ដងណាហើយនៅទីនេះក៏មានជាប្រភេទស្លាបមាន់ដែរពុកម៉ែបងប្អូនអាចញ៉ាំស្លាបមាន់តេះលេងជ្រលក់ជាមួយនឹងទឹកអំបិលម្រេចបានហើយដូចនៅក្នុងវីដេអូនេះចឹង Two Sister មិនភ្លេចទេជាមួយនឹង Freshie ព្រោះថាយើងញ៉ាំរបស់ហិលគឺដាក់ Freshie មកកាន់តែចូលជាតិ